សួស្តីបងប្អូនទាំងអស់គ្នានាងខ្ញុំអ្នកគ្រូនីតាចង់សួរបងប្អូនតាក់ទងនឹងការសិក្សារបស់បងប្អូនមុខវិជ្ជាច្បាប់ជាពិសេសតាក់ទងនឹងបងប្អូនជួបប្រទះនឹងការសិក្សាអំពីក្រមរដ្ឋប្បវេណីគ្រូចង់សួរបងប្អូនថាបងប្អូនមានផលលំបាកអត់តាក់ទងនឹងការរៀនក្រមរដ្ឋប្បវេណីទី1អ្នកគ្រូចង់សួរថាបងប្អូនសិក្សាក្រមរដ្ឋប្បវេណីហ្នឹងតាមរបៀបណាទី2អ្នកគ្រូចង់សួរថាសិក្សាក្រមរដ្ឋប្បវេណីបងប្អូនទិញទេឬក៏ស្វែងយល់ចាហើយការស្វែងយល់របស់បងប្អូនហ្នឹងវាគួរចាប់ផ្ដើមអានម្ដងមកមាត្រាមួយមាត្រាឬយ៉ាងម៉េចកន្លែងហ្នឹងអ្នកគ្រូចង់ដឹងតែបញ្ហាដែលអ្នកគ្រូធ្លាប់ជួបភិកច្រើនសិស្សតែងតែអនុវត្តបែបហ្នឹងហើយនៅពេលដែលបងប្អូនអានក្រមរដ្ឋពេលនេះអ្នកគ្រូចង់សួរថានៅក្នុងកំឡុងពេលអានហ្នឹងបងប្អូនមានស្ថានភាពអារម្មណ៍ខ្លួនឯងនៅពេលអានហ្នឹងត្រូវផ្ដោតអារម្មណ៍ទៅលើចំណុចអីខ្លះដូចជាទី1អ្នកគ្រូចង់ដឹងថាអារម្មណ៍បងអូនហ្នឹងវាសบายអត់តានតឹងអត់មួម៉ៅអត់ធ្ងន់អត់ចំណុចទាំងអស់ហ្នឹងគឺជាចំណុចសំខាន់សម្រាប់នៅពេលដែលបងអូនអានក្រមនៅក្នុងការត្រៀមខ្លួនដើម្បីសិក្សាអំពីក្រមរដ្ឋប្បវេណីគឺសំខាន់ណាស់បងអូនត្រូវបោះបង់ចោលតាក់ទងទៅនឹងអារម្មណ៍តានតឹងហើយបងអូនត្រូវសិក្សាតាមស្រួលហើយពពួកអីក្រមរដ្ឋប្បវេណីវាផ្ដោតសំខាន់ទៅលើគោលការណ៍ហើយគោលការណ៍នោះគេអត់ឲ្យយើងចាប់បង្ខំទេគឺគេភាគច្រើនគេផ្ដោតទៅលើបទបញ្ញត្តិស្ម័គ្រចិត្តហើយតើតើនឹងបទបញ្ញត្តិស្ម័គ្រចិត្តនោះឯងគឺភាគីត្រូវបង្ហាញឆន្ទៈចំពោះគ្នាទៅវិញទៅមកស្អីការបង្ហាញឆន្ទៈទៅវិញទៅមកមានន័យថាគឺជាការសម្រេចចិត្តដោយការព្រមព្រៀងចាកន្លែងនោះគឺសំខាន់ហើយការអានក្រមត្រូវការអារម្មណ៍ស្ងប់ស្ងាត់អារម្មណ៍ស្ងៀមស្ងាត់ស្ងប់ស្ងាត់ស្ងៀមស្ងាត់អារម្មណ៍ផ្ចង់គឺសំខាន់ខ្លាំងសម្រាប់បងអូនហើយសំខាន់បំផុតគឺអារម្មណ៍តាក់ទងទៅនឹងអារម្មណ៍ល្អគេងបានគ្រប់គ្រាន់ហើយកន្លែងស្ងប់ស្ងាត់គឺសំខាន់ណាស់សម្រាប់អ្នកអានក្រមមូលហេតុអីចាខ្ញុំនឹងលើកតទៅលើចំណុចទី2ចាសូមអរគុណ